បាទសូមជម្រាបសួរបាទតាលោកយាយបាទអ៊ំពូមីងពុកម៉ែបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់ Channel ប្រភេទដើមឈើកម្ពុជាសាជាថ្មីបាទថ្ងៃនេះខ្ញុំមានវីដេអូបាទបង្ហាញអំពីដើមឈើមួយប្រភេទទៀតបាទដូចសពមួយដងដែរគឺថ្ងៃនេះចង់នាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនានៅដើមឈើមួយប្រភេទបាទដើមឈើមួយប្រភេទនេះគឺតែជាមានពុកម៉ែបងប្អូនខ្លះមិនស្គាល់ហើយក៏មានពុកម៉ែបងប្អូនខ្លះអាចស្គាល់បាទប៉ុន្តែប្រសិនជាពុកម៉ែបងប្អូនបានស្គាល់គឺសូមជួយចែករំលែកបាទដើម្បីឲ្យពុកម៉ែបងប្អូនហើយនឹងក្មេងៗដែលមិនទាន់បានស្គាល់បានស្គាល់នៅដើមឈើមួយប្រភេទនេះផងដែរបាទចំពោះដើមឈើដែលខ្ញុំបានកំពុងតែបន្តនេះមានឈ្មោះថាដើមដង្កោបាទតែជាពុកម៉ែបងប្អូនខ្លះបានស្គាល់ហើយក៏ពុកម៉ែបងប្អូនខ្លះអាចធ្លាប់ឮឈ្មោះមិនទាន់បានស្គាល់ដឹងពីពិតភាលក្ខណៈនៃដើមដង្កោនេះអាចទស្សនាវីដេអូរបស់ខ្ញុំបានបាទខ្ញុំសូមបរិយាយក៏ដូចជាព័ត៌នាបាទពាក់ព័ន្ធទៅនឹងលក្ខណៈសម្គាល់ត្រួសបាទទី1តកតងទៅនឹងទ្រង់ទ្រាយដើមដង្កោបាទជាធម្មជាតិរបស់ដើមដង្កោជាភាគច្រើនតាមការសង្កេតរបស់ខ្ញុំគឺភាគច្រើនមិនសូវជាមានដើមត្រង់ស្រឡូនទេបាទគឺដើមវាភាគច្រើនមានវាចមានកោងមានពកមានភ្នែកបាទនេះជាលក្ខណៈទី1ដែលយើងអាចកត់សម្គាល់បានខុសពីប្រភេទឈើផ្សេងបាទចំណែកលក្ខណៈសម្គាល់មួយទៀតគឺតកតងទៅនឹងពណ៌សម្បកដើមដង្កោបាទសម្រាប់សម្បកពណ៌ដើមដង្កោបាទគឺសឹងតែ 100% បាទគឺពណ៌ខ្មៅបាទបើសិនជាដើមដង្កោនោះមានអាយុតិចបាទវាគ្រឿងខ្ចីគឺវាមានពណ៌រឿងខ្មៅប៉ុន្តែបើសិនជាចាស់គឺវាមានពណ៌សម្បកវានឹងដូចខ្ជុងចឹងបងប្អូនដូចដើមឈើដែលត្រូវភ្លើងឆេះប៉ុន្តែជាក់ស្ដែងគឺវាមិនមែនភ្លើងឆេះទេគឺវាខ្មៅវាធម្មជាតិរបស់វាចឹងបាទហើយលក្ខណៈសម្គាល់មួយទៀតគឺដើមដង្កោនេះគឺវាមានក្លឹមរឹងបាទក្លឹមរឹងដូចប្រភេទឈើក្លឹមផ្សេងទៀតដែរក្លឹមវាប៉ុន្តែវាជាប្រភេទឈើដែលមិនជាធំហើយក៏មិនជាតូចដែរបងប្អូនបាទហើយពាក់ព័ន្ធទៅនឹងស្លឹកវាវិញបាទគឺដើមដង្កោនេះគឺវាមានស្លឹកពីរពណ៌បាទពណ៌ដែលត្រូវពន្លឺព្រះអាទិត្យគឺវាមានពណ៌បៃតងចាស់ហើយរលោងនិងមានលក្ខណៈរលើបបាទដោយពុកម៉ែបងប្អូនបានឃើញអញ្ចឹងហើយមួយទៀតតកតងទៅនឹងស្លឹកវាគឺស្លឹកវាតូចបងប្អូនអាចសម្គាល់ស្តៀងនឹងស្លឹកមៀនដែរបងប្អូនបាទទំហំវាបាទរូបរាងក៏ស្តៀងនឹងស្លឹកមៀនដែរបាទហើយស្លឹកវានឹងគឺដោះឆ្លាស់តងគ្នាបាទអត់ដោះទន្ទឹមគ្នាទេគឺតងដោះគឺឆ្លាស់ហើយចំណែកខាងក្រោមវិញគឺមានពណ៌បៃតងខ្ចីបាទឬក៏ស្លេកមិនមែនជាបៃតងចាស់ទេបាទនេះលក្ខណៈសម្គាល់របស់ស្លឹកហើយនឹងមួយទៀតនៅពេលវាទើបចេញត្រួយបាទវាមានពណ៌ទឹកក្រូចបាទបងប្អូនអាចកត់សម្គាល់បានគឺមានពណ៌ទឹកក្រូចបាទនៅពេលដែលវាចេញត្រួយខ្ចីបាទនឹងលក្ខណៈសម្គាល់របស់ស្លឹកបាទដើមដង្កោហើយសម្រាប់អត្ថប្រយោជន៍វិញគឺសម្រាប់ដើមដង្កោនេះគឺអាចយកវាទៅបាទបើខ្លឹមវាយើងអាចយកវាទៅធ្វើទៅសរោងសរសៃបានបងប្អូនបាទប៉ុន្តែធ្វើជាគ្រឿងសំខាន់បែរជាមិនបានទេដោយសារតែដើមនេះជាប្រភេទដើមកំប្រហើយទ្រង់ទ្រាយដើមវាក៏មិនមែនជាដើមដែលគេហៅថាដើមល្អត្រង់ដែលអាចយើងកែច្នៃទៅអីបោះប្រើប្រាស់ផ្សេងបានទេបាទហើយអត្ថប្រយោជន៍មួយទៀតចំពោះផ្លែវាបងប្អូនផ្លែវាមានទំហំប្រហែលជា
ប៉ុនមេជើងបាទប៉ុនមេជើងឬក៏តូចជាងមេជើងខ្លះឬក៏ល្អទៅក៏ប៉ុនមេជើងទៅហើយពណ៌វាគឺបើខ្ចីពណ៌បៃតងបាទហើយរលោងបើយើងមើលទៅបាទហើយនៅពេលដែលវាចាស់វាចាប់ដើមប្រែពណ៌ឡើងយើងពណ៌ក្រូចបន្តិចតែបើវាទុំគឺវាពណ៌ស្តៀងនឹងពណ៌ទឹកក្រូចបាទប៉ុន្តែគ្រាន់តែវាមិនដិតដូចទឹកក្រូចទេបាទគឺវារឹងស្រាលជាងទឹកក្រូចហើយផ្លែវានេះអត្ថប្រយោជន៍គឺយើងអាចបរិភោគបាននៅខ្ចីនៅចាស់គឺយើងបរិភោគបានបាទយើងអាចហូបជាមួយបាយម្ទេសឬក៏ជាមួយប្រហុកឆៅជាមួយនឹងត្រួយល្ហុងសម្រាប់អ្នកដែលធ្លាប់ហូបបាទប៉ុន្តែបើសិនជាពុកម៉ែបងប្អូនដែលមិនធ្លាប់បានហូបអានឹងក៏អាចថារៀងចម្លែកប៉ុន្តែបើសម្រាប់ពុកម៉ែបងប្អូនដែលធ្លាប់ហូបគឺគេអាចហូបជាមួយបាយម្ទេសឬក៏ប្រហុកឬក៏ទ្រាប់ជាមួយនឹងស្លឹកល្ហុងបាទនេះជាលក្ខណៈសម្គាល់របស់ផ្លែដង្កោហើយមួយទៀតផ្លែដង្កោនេះវាស្តៀងទៅនឹងផ្លែត្រយឹងដែរពុកម៉ែបងប្អូនប៉ុន្តែវាខុសគ្នាត្រង់ថាផ្លែដង្កោនេះអាចតូចជាងបាទអាចតូចជាងបន្តិចហើយរូបរាងគឺស្តៀងគ្នាបាទទោះបីជាសម្បកដើមវាក៏រៀងស្តៀងគ្នាដែរខ្មៅដូចគ្នាប៉ុន្តែខុសគ្នាត្រង់ថាដើមដង្កោនេះវាខ្មៅដិតជាងបាទដិតជាងអញ្ចឹងហើយវាអាចខុសប្លែកគ្នាធ្វើឲ្យយើងស្រួលចំណាំទេបាទហើយដើមដង្កោនេះគឺវាមិនសូវជាល្អបាទន័យថាវាដើមវាកពេកកពកហើយកោងវាក៏មានកំងអញ្ចឹងណាបងប្អូនបាទវាអត់ត្រង់ដូចដើមត្រយឹងទេបាទហើយដើមត្រយឹងគឺវាស្លឹកធំជាងដើមដង្កោបាទហើយផ្លែវាចាស់ដូចជាខ្ញុំបានបង្ហាញនេះគឺពេលយើងចម្បាច់ទៅវាមានជាតិរំអិលជាតិគេហៅថាជាតិជ័រវាច្រើននិងស្អិតបាទហើយរសជាតិវាគឺចត់ម៉ែបងប្អូនបាទចត់អញ្ចឹងហើយបានគេអាចហូបវាជាមួយនឹងផ្លែស្លឹកល្ហុងជាមួយនឹងផោកឆៅឬក៏បាយម្ទេសបានបាទនេះអត្ថប្រយោជន៍នេះដើមដង្កោហើយសម្រាប់អត្ថប្រយោជន៍មួយទៀតដើមដង្កោនេះគេអាចយកវាទៅផ្សំធ្វើជាឱសថបានបងប្អូនបាទប៉ុន្តែខ្ញុំសូមមិនបង្ហាញថាត្រូវនឹងជំងឺអ្វីទេបងប្អូនដោយសារយើងអត់សូវមានជំនាញខាងឱសថទេប៉ុន្តែគ្រាន់តែគេអាចយកវាទាំងឫសទាំងសំបកទាំងផ្លែហ្នឹងទាំងស្លឹកហ្នឹងអាចទៅធ្វើជាឱសថបានបាទដូចជាតាក់ទងទៅថ្នាំផ្សះបងប្អូនបាទហើយបាទសម្រាប់អត្ថប្រយោជន៍ក៏ដូចជារូបរាងពិនភាគគឺមានតែប៉ុណ្្នឹងបងប្អូនសម្រាប់វីដេអូរបស់ខ្ញុំគឺចង់បង្ហាញពុកម៉ែបងប្អូនតែប៉ុណ្ណេះបាទហើយខ្ញុំមកពុកម៉ែបងប្អូនជួយចែករំលែកបាទនៅវីដេអូនេះជូនដល់ក្មេងៗជំនាន់ក្រោយបាទអរគុណជួបខ្ញុំនៅវីដេអូក្រោយ